Hello everyone ស្វាគមន៍មកកាន់សាមញ្ញភាពថ្មីម្ដងទៀតហើយថ្ងៃនេះយើងបន្តមកកាន់កម្រងវិញ្ញាសាភាសាអង់គ្លេសរបស់យើងសម្រាប់ត្រៀមប្រឡងគ្រូបន្តទៀតដែលថ្ងៃនេះត្រូវជាថ្ងៃទី28ឬក៏ day 28ចឹងតោះចូលតមកកម្រងវិញ្ញាសារបស់យើងបន្តទៀតមកសម្រាប់យើងចាប់ដល់135ដល់នឹងបន្តចូលមកកាន់136បន្តទៀតគេថាម្ដងនេះគេនិយាយថាby the end of this semester មានន័យថាគិតត្រឹមចុងឆមាសនេះ the physics teacher the physics students មានន័យថាសិស្សរូបវិទ្យា all the required laboratory experiments មានន័យថាម៉េចអូខេការពិសោធន៍នៅបន្ទប់ពិសោធន៍ដែលគេត្រូវការទាំងអស់ required ដែលគេតម្រូវឬក៏ដែលគេត្រូវការចុះលំហាត់ទី136នេះយើងចាប់អារម្មណ៍ឃើញអីនោះនេះគឺឃើញនេះ by the end of គិតត្រឹមចុងអញ្ចឹងក្នុងភាសាអង់គ្លេសនេះឲ្យតែឃើញពាក្យ by the end ឬមួយក៏ by something អីហ្នឹងគិតត្រឹមអីមួយហ្នឹងគឺយើងប្រើទម្រង់កាលមួយគឺការពពួក future perfect ហើយតែបានយើងប្រើពពួក future perfect គឺដើម្បីបង្ហាញថាគេចង់និយាយថាដល់ពេលហ្នឹងអីមួយនឹងត្រូវបានបញ្ចប់សពគ្រប់មានថា something will be completed at that time យើងមានទម្រង់បែបនឹងច្រើនយើងធ្លាប់បានជួបដូចជាម្ដងទៅពីរដងហើយនោះនេះដូចបែបនេះអញ្ចឹងនេះឃើញ by next December ឃើញអត់មានន័យថាគិតត្រឹមខែធ្នូក្រោយនេះអញ្ចឹងឲ្យតែបែបនេះដឹងទម្រង់ប្រើតាមបែប future perfect ទាំងអស់គ្នាបើតាមបែប future perfect គឺបានថាម៉េច future គឺយើងត្រូវការពាក្យ will ហើយ perfect គឺយើងត្រូវការ have plus ជាមួយនឹង verb 3ណាមានជាប់បែបហ្នឹងបានជាចម្លើយរបស់យើងអញ្ចឹងនេះយើងមានតែមួយទេគឺចម្លើយ C will plus have ហើយ plus ជាមួយនឹង been ដែលគឺជា verb 3នឹងឯងអានឹងជាគោលការណ៍មួយវាដោយសារតែបង្ហាញពីទម្រង់អនាគតមួយទាំងអស់គ្នាឲ្យតែឃើញពាក្យ by ហ្នឹងអញ្ចឹងឲ្យតែឃើញពាក្យ by អញ្ចឹងយើងប្រើទម្រង់បែប future perfect ដែល future ហ្នឹងគឺ will ហើយ perfect គឺយើងសំដៅទៅលើ have ក៏បាន has ក៏បានហើយ plus ជាមួយនឹង verb 3បើអញ្ចឹងមួយណាជាចម្លើយរបស់យើងសម្រាប់លំហាត់ទី136នេះទាំងអស់គ្នាចម្លើយ C ជាមាន will ជាមាន have បូកជាមួយនឹង verb 3 will plus ពពួក perfect បង្ហាញថានឹងបញ្ចប់សពគ្រប់នាពេលអនាគតបើគិតត្រឹមនឹងតើណានេះហើយផ្សេងយើងអត់ទៅនេះដោយសារតែវាអត់ត្រូវទម្រង់នឹងเราจะแปลឲ្យតោះគេថា by គិតត្រឹម the end of ចុង this semester ឆមាសនេះ the physics student បានន័យសិស្សម៉ោងរូបវិទ្យាទាំងអស់ហ្នឹង will have completed នឹងបញ្ចប់សពគ្រប់ all the required laboratory experiments នៅរាល់ការពិសោធន៍នៅក្នុងបន្ទប់ពិសោធន៍ដែលគេបានតម្រូវទាំងអស់បែបហ្នឹងទាំងអស់គ្នាអញ្ចឹងយើងមើលឃើញគឺចំណាំទៅលើអីគេ by ពាក្យ by ហ្នឹងគឺយើងប្រើ future perfect ឬក៏ perfect continuous ដោយលំហាត់មុនហ្នឹងក៏បានដែរគ្នាអត់ខុសទេ137បន្តទៀតគេថា if the teacher ប្រសិនបើលោកគ្រូឬក៏អ្នកគ្រូ more time she would have អញ្ចឹងមានសំដៅទៅលើអ្នកគ្រូ yes she would have explained មានគាត់នឹងអាចពន្យល់នេះពាក្យ would នោះប្រែថានឹង she would have explained the theory more deeply ពន្យល់ទ្រឹស្ដីនឹងកាន់តែលំអិត more deeply កាន់តែលំអិតយើងចាប់អារម្មណ៍ឃើញអស់គ្នាឃើញពាក្យ if ពាក្យ if គឺបង្ហាញអំពីប្រយោគលក្ខខណ្ឌដែលយើងឲ្យឈ្មោះថា conditional sentence អញ្ចឹងបើសិនវាគឺជា conditional sentence បែបហ្នឹងយើងគិតមិនយើងទៅរកមើលអាកន្លែង if clause របស់យើងមួយឬមួយក៏នៅក្នុង result clause វាមានពីរបងប្អូននៅខាងមុខ comma ហ្នឹងគេហៅថា if clause អនុប្រយោគដែលមានជាប់ជាមួយនឹង if ហើយនៅក្រោយ comma ហ្នឹងគឺគេឲ្យឈ្មោះថាជា result clause ជាអនុប្រយោគដែលបង្ហាញអំពីលទ្ធផលអញ្ចឹងតើដោយសារយើងបាត់យើងអត់ដឹងអញ្ចឹងយើងក្លេចមកមើលកន្លែង result យើងចាប់អារម្មណ៍ឃើញអី would have plus ជាមួយនឹង verb 3បងប្អូនអញ្ចឹងក្នុងភាសាអង់គ្លេសឲ្យតែឃើញ would have ឬក៏
ក្រៅពី would have យើងអាចឃើញពាក្យ should have អូខេ should have plus ជាមួយនឹង verb 3បែបហ្នឹងគឺបង្ហាញអំពីការស្ដាយក្រោយបង្ហាញអំពី regret បើវាបង្ហាញពីការស្ដាយក្រោយរឿងនឹងកើតឡើងនៅពេលណាកើតឡើងនៅក្នុងអតីតកាល it happened in the past ដែលយើងត្រូវប្រើ verb to ត្រូវអត់ក៏ប៉ុន្តែដោយសារតែពាក្យពេចន៍ហ្នឹងវាមិនមែនកើតឡើងនេះទេវាមិនកើតឡើងភ្លាមៗទេគឺត្រូវបានគេលើកយកមកនិយាយពេលដែលលើកយកមកនិយាយយើងត្រូវការអង្កលពេលវេលាពី verb to ហ្នឹងមករកពេលណាមួយដែលកើតឡើងមុន verb to អានឹងជាគោលការណ៍នៅក្នុងភាសាអង់គ្លេសបានន័យថាគេយកវាយកមកនិយាយសារឡើងវិញអញ្ចឹងណាគេកើតឡើងមុន verb to នឹងគ្នា had plus ជាមួយនឹង verb 3ដែលយើងឲ្យឈ្មោះថាជា past perfect អញ្ចឹងចម្លើយយើងនៅបាត់គឺបាត់ verb 3ទាំងអស់គ្នាអញ្ចឹងតោះបាត់ had plus ជាមួយនឹង verb 3មើលអាណាមាន had បូកជាមួយនឹង verb 3អត់ had មាន had តែអត់ verb 3អត់ had yes អានេះមាន had ហើយពាក្យ had នេះគឺជា verb 3របស់ពាក្យ have ទាំងអស់គ្នាដោយសារម៉េចនេះដោយសារតែពាក្យ have ទៅជា had ទៅជា had អញ្ចឹងខ្ទង់ទី3វាគឺពាក្យ had ដដែលអញ្ចឹងគេប្រើពាក្យ had អញ្ចឹងមកចូលប្រើឲ្យតោះគេថាម៉េចប្រសិនបើអ្នកគ្រូ if the teacher had more time មានពេលវេលាច្រើនជាងនេះ she would have explained គាត់នឹងអាចបញ្យល់ the theory more deeply បញ្យល់ទ្រឹស្ដីនឹងបានកាន់តែលម្អិតឬក៏បានកាន់តែជ្រៅជាងនឹងហើយជាបញ្ជាក់បើសួរថាតើវាគឺជាប្រយោគលក្ខខណ្ឌទីប៉ុន្មានស្រួលចំណាំទេតើអ្នកឃើញវា verb ប្រមាណប្រយោគលក្ខខណ្ឌទីប៉ុណ្ណឹងអញ្ចឹងវាគឺជាប្រយោគលក្ខខណ្ឌទី3ដែលបង្ហាញអំពី regret ឬមួយក៏ past and real រឿងដែលមិនពិតនៅក្នុងអតីតកាលហើយដែលបានយើងថាអត់ពិតមើលតើប្រសិនបើអ្នកគ្រូមានពេលវេលាច្រើនជាងនឹងការពិតគាត់មានពេលវេលាច្រើនអត់ទេតើទៀត she would have explained the theory more deeply គាត់នឹងអាចបញ្យល់ទ្រឹស្ដីនឹងបានកាន់តែលម្អិតគាត់មានបានលម្អិតអត់ទេដោយសារតែគាត់អត់មានពេលគ្រប់អញ្ចឹងមានវាអត់ពិតក៏បង្ហាញពីការស្ដាយក្រោយក៏បានដែរស្ដាយក្រោយជំនួសអ្នកគ្រូអីចឹងទៅទាំងអស់គ្នាយើងក្លែកតមកលំហាត់138របស់យើងបន្តទៀតគេថាមិនដែរគេនិយាយថា the old projector អូខេ the old projector មានន័យថា projector ឬមួយក៏ក្បាលប្រចាំង slide ហ្នឹងនេះនៅក្នុងសាលាយើងហ្នឹងបើយើងចាំមើលតាម slide គឺគ្រូហៅថា slide តោះគេថាម៉េច we bought ពួកយើងបានទិញ5 years ago កាលពី5ឆ្នាំមុន5 years ago កាលពី5ឆ្នាំមុន finally ចុងក្រោយ stopped working ឈប់ដំណើរការ today នៅថ្ងៃនេះអញ្ចឹងប្រើគ្នាអស់5ឆ្នាំវាក៏លែងដំណើរការ stopped working អញ្ចឹងតោះយើងចូលអារម្មណ៍មកមើលចម្លើយយើងទាំង4នេះសុទ្ធតែជាអីដល់នេះសុទ្ធតែជា relative pronouns សព្វនាមឈ្នបដែលបានន័យថាម៉េចក្នុងនោះគឺយើងបកប្រែថាដែលទាំងអស់ដែលប្រែអញ្ចឹងនេះអញ្ចឹងតើកាលណាឃើញពពួក relative pronouns រឿងដែលយើងគួរធ្វើឲ្យលឿនបំផុតគឺទៅមើលប្រធានតើប្រធាននេះគឺជាអីគេគឺជាមនុស្សឬមួយក៏ជាវត្ថុជា person ឬមួយក៏ជា thing មើលដល់នេះ the old projector ចឹងប្រធានយើងគឺសំដៅទៅលើ projector slide បញ្ចាំងហើយពី old និង the នេះគ្រាន់តែជាគុណនាមបញ្ជាក់ទេចឹងសួរថា projector ហ្នឹងគឺជាមនុស្សឬមួយក៏ជាវត្ថុគឺជាវត្ថុជា thing បើជា thing យើងអត់ប្រើពាក្យ who ទេភាសា who ប្រើជាមួយនឹងមនុស្សបាទណាហើយពាក្យ whose ក៏យើងប្រើជាមួយនឹងមនុស្សដែរចឹងយើងនៅសល់ចម្លើយ2 that ហើយនិង which ប៉ុន្តែជាបញ្ជាក់មួយបើនៅក្នុងការប្រឡងយើងមាន that ផងមាន which ផងចម្លើយបែប formal ចម្លើយបែបផ្លូវការដែលគេឲ្យរើសគឺគេឲ្យយើងយក which គេអត់យក that ទេដោយសារម៉េច that ត្រូវបានទាំងមនុស្សត្រូវបានទាំងវត្ថុចឹងចម្លើយយើងគឺយើងប្រើពាក្យ which តើនេះចាំប្រើពាក្យ which បើសិនបើមានចម្លើយ which ផង that ផងតែឧបមាថាបើសិនយើងអត់មាន which នឹងសោះនៅសល់ជំរើសចុងក្រោយហ្មងអាចប្រើ that នឹងបានទេរបៀបហ្នឹងទាំងអស់គ្នាចឹងចំណាំវាជា relative pronoun មួយដែលយើងអាចនេះបានមកចូលប្រែឲ្យតើគេថាម៉េចក្បាលបញ្ចាំង slide ចាស់ that which ដែលពួកយើងបានទិញកាលពី5ឆ្នាំមុនហ្នឹង finally stopped working today ចុងបញ្ចប់វាបានជប់ដំណើរការនៅថ្ងៃនេះ
ចូលតមកកាន់លំហាត់ទី139បន្តទៀតតោះមើលនេះគេថាមិនដែរគេថា all assignments មានន័យមិនរាល់កិច្ចការសាលាទាំងអស់ assignments កិច្ចការសាលានៅសាកលទាំងអស់គ្នា to the teacher's desk ទៅកាន់តុរបស់លោកគ្រូឬក៏តុរបស់អ្នកគ្រូ before មុនពេល the bell rings មុនពេលអីគេមុនពេលកណ្ដឹងរោ bell នឹងកណ្ដឹង rings រោជាកិច្ចអាស័ព្ទរបស់គ្នាបើជា noun យើងប្រើថាចិញ្ចៀនអីចឹងទៅចឹងបណ្ដាលនេះយើងមើលចម្លើយមកយើងមានពាក្យ must អូខេនេះអត់មានពាក្យ must ទេចឹងដោយសារតែយើងអត់បានបង្ហាញអំពី expression ណាមួយដែលបង្ហាញថាវាគឺជាអតីតកាលទេបើអញ្ចឹងបានថាម៉េចយើងអត់យកចម្លើយ D នេះទាំងនេះ submitted តោះហើយបន្តទៀតចម្លើយ C យើងត្រូវអត់ដល់នេះអត់ត្រូវទេដោយសារពាក្យ must គឺជាកិច្ចអាស័ព្ទជំនួយទាំងនេះហើយចាំនៅពីក្រោយកិរិយាជំនួយគឺយើងត្រូវការ base form កិរិយាសព្ទដើម base form យើងអាចឆាប់ចំណាំបានថាវាគឺជា verb 0ក៏បានដែរដោយសារ must ហ្នឹងគឺជាកិរិយាសព្ទជំនួយអញ្ចឹងយើងត្រូវការកិរិយាសព្ទដើមនេះមាន time ing លែងជាកិរិយាសព្ទដើមហើយអត់ត្រូវ yes must be yes ពាក្យ be គឺជាកិរិយាសព្ទដើមត្រូវ must submit អត់មាន time អីគឺជាកិរិយាសព្ទដើមអញ្ចឹងត្រូវបើអញ្ចឹងចម្លើយពីរហ្នឹងយើងត្រូវជំរុះគឺមិនអាចជំរុះចេញយើងក៏លេខទៅមើលប្រធាន assignments កិច្ចការសាលាមានដៃមានជើងឬក៏វាចេះធ្វើសកម្មភាពទៅអីគេទៅ submit ទៅប្រគល់ឯកសារជូនគ្រូដល់ខ្លួនឯងអត់ទេចឹងក្នុងភាសាអង់គ្លេសបើសិនជារបស់នឹងអត់ចេះធ្វើសកម្មភាពខ្លួនឯងទេគឺយើងអត់ប្រើ verb បែប active បែបសកម្មទេយើងប្រើតាមបែបទម្រង់ passive បែបអកម្ម be plus ជាមួយនឹង verb 3បែបអកម្មទាំងនេះគឺបែបគេហៅថា passive បែបអកម្មមិនបានបែបអកម្មដោយសារពាក្យ be នេះយើងប្រែថាត្រូវបានគេមានន័យថាម៉េចកិច្ចការសាលាហ្នឹងគឺត្រូវបានគេដោយសារតែមិនបានត្រូវបានគេព្រោះតែវាអត់ចេះធ្វើសកម្មភាពខ្លួនឯងទេអញ្ចឹងមើលណាដែលមានទម្រង់ be plus ជាមួយនឹង verb 3មាន be អត់មាន be អត់ yes មាននេះ be បូកជាមួយនឹង verb 3ចម្លើយយើងគឺ be អញ្ចឹងយើងប្រែមើលតោះ must ត្រូវតែ be ត្រូវបាន submitted ប្រគល់ជូនចាំមានន័យថា all assignments រាល់កិច្ចការសាលាទាំងអស់ត្រូវបានប្រគល់ជូនទៅកាន់តុរបស់គ្រូមុនពេលកណ្ដឹងរោបែបហ្នឹងទាំងអស់គ្នាហើយយើងចូលមកកាន់លំហាត់ចុងក្រោយរបស់យើងសម្រាប់ថ្ងៃហ្នឹងគេថា we are looking forward ចុច the new science laboratory ឬក៏ laboratory next week នៅសប្តាហ៍ក្រោយហើយនេះពាក្យ looking forward ទន្ទឹងរង់ចាំlaboratory បន្ទប់ពិសោធន៍បែបវិទ្យាសាស្ត្រឬក៏បន្ទប់ពិសោធន៍វិទ្យាសាស្ត្រសប្តាហ៍ក្រោយចូលបញ្ជាក់មួយឲ្យតែឃើញ look forward ណានៅពីក្រោយពាក្យ look forward ឬក៏ looking forward ហ្នឹងគឺយើងត្រូវការ to plus ជាមួយនឹង verb ing នេះមាន structure វាមួយគឺ look forward ទន្ទឹងរង់ចាំ look forward to doing something ទន្ទឹងរង់ចាំធ្វើអីមួយអញ្ចឹងឃើញអត់នៅពីក្រោយពាក្យ look forward គឺយើងត្រូវការ to បូកជាមួយនឹង doing ដែលវាតំណាងឲ្យ verb ing អញ្ចឹងយើងបាត់ចម្លើយនោះនេះបាត់ to verb ing to មាន verb ing អត់ to មាន verb ing អត់មាន verb ing អត់មាន to អត់អញ្ចឹងចម្លើយយើងគឺ B ដោយសារម៉េចនៅពីក្រោយ look forward គឺយើងត្រូវការ to doing to verb ing អញ្ចឹងបានថាម៉េចបានថា we are looking forward to ពួកយើងទន្ទឹងរង់ចាំ visiting ទៅទស្សនាឬក៏ទៅលេង the new science laboratory បន្ទប់ពិសោធន៍វិទ្យាសាស្ត្រថ្មី next week នៅសប្តាហ៍ក្រោយនេះចឹងហ្នឹងយើងមានតែប៉ុណ្្នឹងទេបងប្អូនហើយបើសិនជាteacher មានកំហុសខុសឆ្គងអីឬមួយក៏មានចង្អល់អីអាច comment ប្រាប់teacher និងសួរនៅក្នុង comment ខាងក្រោមបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត